អង្គុយស្រណងខ្ញុំនឹកដល់អ្នកសុខទុក្ខយ៉ាងណាអ្នកទាំងអស់គ្នាពេលនេះម៉ោងនេះកំពុងធ្វើអ្វីបេះដូងរូបខ្ញុំមិនដែលបំភ្លេចអ្នកដែលតស៊ូខ្ញុំនៅតែចាំអ្នកដែលលក់ក្បាលខ្ញុំក៏បំភ្លេចអ្នកដែលស្លាប់ទៅខ្ញុំនៅតែនឹកគោរពដឹងគុណគ្មានថ្ងៃណាភ្លេចជូតទឹកភ្នែកអ្នកហើយដើរទៅមុខយកការឈឺចាប់ជាកម្លាំងចិត្តទឹកភ្នែករាខ្មែរខ្លាចជាសះមុតហើយមិនរួចទេពួកមនុស្សអាក្រក់យកការឈឺចាប់ជាកម្លាំងចិត្តទឹកភ្នែករាខ្មែរខ្លាចជាសះមុតហើយមិនរួចទេពួកមនុស្សអាក្រក់បើអ្នកមិនធ្វើអ្វីតតែសោះក៏គង់រងគ្រោះនៅថ្ងៃណាមួយថ្ងៃនេះខ្ញុំពិតជាត្រូវជាប់គុកម្ដងទៀតមែនខ្ញុំចង់ឲ្យប៉ាម៉ាក់ខ្ញុំគាត់រឹងមាំចង់ឲ្យគាត់នៅរក្សាមោទនភាពរបស់គាត់ដែលមានចំពោះខ្ញុំគាត់ច្បាប់ធម្មជាតិជីវិតដូចការគ្មានថ្ងៃគង់វង្សកើតចាំងឈឺស្លាប់ជាច្បាប់ធម្មជាតិគេទៅវិញតែដែលត្រូវដោះលែងយើងឲ្យមានសេរីភាពពួកយើងមិនបានធ្វើអីខុសអញ្ចឹងនៅពេលដែលខ្ញុំនៅក្នុងពន្ធនាគារខ្ញុំបារម្ភថាបើគេធ្វើលិខិតសុំទោសថ្លៃណាមួយហើយចោទថាខ្ញុំជាអ្នកសុំទោសដើម្បីវាយបំបាក់ស្មារតីនោះមួយក៏ធ្វើឲ្យមានការយល់ច្រឡំពីគោលចំហរបស់ពួកខ្ញុំនឹងអង្គុយស្រណងខ្ញុំនឹកដល់អ្នកទោះបីខ្ញុំចាប់គុក5ឆ្នាំ6ឆ្នាំ10ឆ្នាំសុខទុក្ខយ៉ាងណាអ្នកទាំងអស់គ្នាពេលនេះម៉ោងនេះកំពុងធ្វើអ្វីបេះដូងរូបខ្ញុំមិនដែលបំភ្លេចបាទនេះមិនដែលអត់ចេះច្បាប់អីមកនិយាយនៅតែចាំអ្នកដែលលក់ក្បាលខ្ញុំក៏បំភ្លេចអ្នកដែលស្លាប់ទៅខ្ញុំនៅតែនឹកអ្នកទៅជាមនុស្សម្នាក់គោរពដឹងគុណគ្មានថ្ងៃណាភ្លេចជូតទឹកភ្នែកអ្នកហើយដើរទៅមុខយកការឈឺចាប់ជាកម្លាំងចិត្តទឹកភ្នែករាខ្មែរខ្លាចជាសះមុតហើយមិនរួចទេពួកមនុស្សអាក្រក់
គ្រោះនៅថ្ងៃណាមួយជីវិតដូចការគ្មានថ្ងៃគង់វង្សកើតចាំងឈឺស្លាប់ជាច្បាប់ធម្មជាតិជីវិតដូចការគ្មានថ្ងៃគង់វង្សកើតចាំងឈឺស្លាប់ជាច្បាប់ធម្មជាតិ